ตาយើងគួរញ៉ាំប្រូតេអ៊ីនប្រមាណឲ្យស័ក្តិសមនឹងតម្រូវការរាងកាយយើងបើសិនជាខ្ញុំពិនិត្យឃើញថាតម្រង់នោមខ្ញុំនឹងល្អដូចខ្ញុំខ្ញុំមើលហើយតម្រង់ខ្ញុំល្អអត់អីទេអញ្ចឹងណាបាទអញ្ចឹងបើតាមការណែនាំថ្មីរបស់សហរដ្ឋអាមេរិកដែលគាត់ចេញតាក់ទងជាមួយនឹងការទទួលទានរបបអាហារថ្មីគឺយើងអាចទទួលទានបានបាទចន្លោះពី 1.2 ក្រាមទៅដល់ 1.6 ក្រាមក្នុង1គីឡូយើង1គីឡូមនុស្សខ្ញុំឧទាហរណ៍ថាទម្ងន់ខ្ញុំ60គីឡូបងប្អូនអញ្ចឹងណាបាទអញ្ចឹងបើតាមការណែនាំមិញហ្នឹងគេឲ្យយើងញ៉ាំចន្លោះពី 1.2 ដល់ 1.6 យើងរើសមួយទៅឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំរើសយក 1.5 ចុះឲ្យស្រួលយល់អញ្ចឹងខ្ញុំយកគីឡូខ្ញុំ60គុណនឹង 1.5 វាស្មើនឹង90ក្រាមអញ្ចឹងថាមួយថ្ងៃខ្ញុំត្រូវទទួលទានប្រូតេអ៊ីនឲ្យបាន90ក្រាមក្នុងមួយថ្ងៃអានឹងសម្រាប់អ្នកដែលមានសុខភាពតម្រង់នោមល្អនៅក្នុងដំណាក់កាលទី1ទី2ខ្ញុំនិយាយមិនហ្នឹងអញ្ចឹងណាបើសិនជាបងប្អូនស្ថិតនៅក្នុងដំណាក់កាលទី3ទី4ហើយអានឹងបងប្អូនទទួលទានប្រូតេអ៊ីនអត់អាចច្រើនអញ្ចឹងបានទេទៀបជាងនឹងបងប្អូនទៀបជាងនឹងក្នុងបរិមាណមួយផ្លោះពី 0.6 ក្រាមទៅដល់ 0.8 ក្រាមក្នុង1គីឡូយើងហ្នឹងអញ្ចឹងឧទាហរណ៍ណាខ្ញុំមានបញ្ហាតម្រង់នោមបាទគីឡូខ្ញុំ60អញ្ចឹងខ្ញុំយក 0.6 គុណនឹង60អញ្ចឹងវាស្មើនឹង36ក្រាមអញ្ចឹងបានថាទម្ងន់ខ្ញុំ60គីឡូខ្ញុំតម្រង់នោមខ្ញុំស្ថិតក្នុងដំណាក់កាលមួយអត់ល្អទេខ្សោយអញ្ចឹងខ្ញុំញ៉ាំបានតែ36ក្រាមទេបងប្អូនក្នុងមួយថ្ងៃសំដួលសួរបន្តទៀតលោកគ្រូហើយយើងមើលមិនដឹងថាសាច់មួយដុំហ្នឹងវាមានប្រូតេអ៊ីនប្រមាណក្រាមបាទសុទ្ធមួយគ្រាប់ហ្នឹងប្រមាណបាទណាបើម្សៅប្រូតេអ៊ីនគេដាក់ហ្មងម្សៅប្រូតេអ៊ីនដែលគេលក់តាមទីផ្សារណាបងប្អូនបាទម៉ាឡាភីគេហ្នឹងគេដាក់ឲ្យ20ក្រាម19ក្រាមអាហ្នឹងយើងដឹងច្បាស់ហ្មងអាហ្នឹងយើងងាយស្រួលទេចុះចំពោះអាហារយើងដែលយើងទិញមកពីផ្សារនេះមានទ្រូងមាន់មានសាច់គោមានសាច់ត្រីគេមើលមិនដឹងថាអាហ្នឹងវាមានប្រូតេអ៊ីនប្រមាណក្រាមបងប្អូនបាច់ភ័យទេចាំខ្ញុំប្រាប់បងប្អូនណាខ្ញុំប្រាប់នេះគឺក្នុងសាច់ទម្ងន់100ក្រាមដែលយើងច្រើននិយាយថាមួយខាំណាបាទអញ្ចឹងទ្រូងមាន់សុទ្ធបើថាអត់មានខ្លាញ់អត់មានស្បែកទេទ្រូងមាន់មួយខាំ100ក្រាមហ្នឹងវាមានប្រូតេអ៊ីនរហូតដល់31ក្រាមអញ្ចឹងតាមរួមមុនខ្ញុំប្រាប់បងប្អូនមិញហ្នឹងចំពោះខ្ញុំត្រូវញ៉ាំបានឲ្យបាន90ក្រាមប្រូតេអ៊ីនណាអញ្ចឹងមួយថ្ងៃខ្ញុំញ៉ាំឲ្យបានបើខ្ញុំញ៉ាំទ្រូងមាន់សុទ្ធឲ្យបាន3ខាំឬក៏300ក្រាមហ្នឹងឯងចំពោះខ្ញុំដែលមានគីឡូ60គីឡូហើយតម្រង់នោមរបស់ខ្ញុំហ្នឹងគឺល្អអាចញ៉ាំបានរហូតដល់សាច់មាន់3ខាំទ្រូងមាន់បងប្អូនណាបាទសាច់ជ្រូក100ក្រាមឬក៏មួយខាំហ្នឹងបាទសាច់សុទ្ធណាមិនសាច់អត់ខ្លាញ់ណាគឺមានប្រូតេអ៊ីនរហូតដល់27ក្រាមហើយបងប្អូនសាច់គោសាច់សុទ្ធបាទ100ក្រាមមួយខាំហ្នឹងគឺវាមានប្រូតេអ៊ីន26ក្រាមហើយចំណែកសាច់ត្រីតាមប្រភេទត្រីណា100ក្រាមឬក៏និយាយថាមួយខាំ100ក្រាមវាមានអាប្រូតេអ៊ីនហ្នឹងចន្លោះពី20ដល់24ក្រាមចន្លោះហ្នឹងបងប្អូនណាអាហ្នឹងសាច់ត្រីហើយមួយទៀតអ្វីដែលបងប្អូនចូលចិត្តជាងគេឲ្យថោកគឺស៊ុតវាមានប្រូតេអ៊ីនរហូតដល់13ក្រាមមួយទៀតពពួកសណ្ដែកបាទស្វាយប៊ីនខ្មែរមិនដឹងសណ្ដែកសៀងបងប្អូនមើលរូបហ្នឹងណាបាទអាសណ្ដែកមួយហ្នឹងបងប្អូនថាស្វាយប៊ីនហ្នឹងអាហ្នឹងគេច្រើនយកធ្វើម្សៅប្រូតេអ៊ីនណាបាទអាសណ្ដែកហ្នឹង100ក្រាមគឺវាមានប្រូតេអ៊ីនរហូតដល់18ក្រាមហើយបងប្អូនណាចឹងហើយបានជាគេយកអាសណ្ដែកហ្នឹងធ្វើជាម្សៅប្រូតេអ៊ីនឲ្យយើងញ៉ាំហ្នឹងអូខេសួរថាតើអាហ្នឹងប៉ះពាល់អត់សូមប្រាប់បងប្អូននេះណាអត់ប៉ះពាល់ទេអាហ្នឹងជួយវិញទេបាទបងប្អូនខ្លះអត់ហ៊ានញ៉ាំម្សៅហ្នឹងទេខ្លាចលញ័រអស់ហើយឬគេថាខ្លាចខូចតម្រង់នោមបើសិនជាបងប្អូនអត់ទទួលទានសាច់មាន់គ្រប់គ្រាន់ទេស៊ុតក៏អត់មានសាច់គោក៏អត់មានអត់ហ្មងណាជំរឿសមួយទៀតគឺម្សៅប្រូតេអ៊ីនហ្នឹងហើយបងប្អូនអាហ្នឹងហើយលឿនរហ័សទាន់ចិត្តជួយយើងក៏ប៉ុន្តែខ្ញុំអត់ណែនាំឲ្យបងប្អូនញ៉ាំវា3ពេលអ្វីដែលខ្ញុំណែនាំឲ្យបងប្អូនទទួលទានមុនគេហ្នឹងគឺសាច់បងប្អូនណាលើកលែងតែយើងរវល់យើងអត់មានជំរឿសយើងអស់ជំរឿសហើយយើងមានពេលធ្វើយើងប្រញាប់ណាយើងញ៉ាំម្សៅប្រូតេអ៊ីនហ្នឹងទៅឬក៏យើងអាចកំណត់ទៅបាទពេលថ្ងៃដាក់សាច់គោសាច់មាន់សាច់ជ្រូកដែលយើងចូលចិត្តទៅបាទហើយដាក់សណ្ដែកអីចឹងទៅពេលព្រឹកយើងអាចញ៉ាំម្សៅប្រូតេអ៊ីនហ្នឹងទៅឬក៏ពេលល្ងាចអាចញ៉ាំម្សៅប្រូតអ៊ីនហ្នឹងទៅអាហ្នឹងក៏បានដែរលាយគ្នាណាកុំឲ្យសុទ្ធបាទបងប្អូនទៅលាយគ្នាអញ្ចឹងបាទដូចខ្ញុំអញ្ចឹងខ្ញុំមួយថ្ងៃភាគច្រើនមែនតើទៅខ្ញុំញ៉ាំច្រើននេះគេគឺពពួកសាច់សុទ្ធញ៉ាំច្រើននេះគេឲ្យសណ្ដែកអញ្ចឹងណាក៏ប៉ុន្តែខ្ញុំមិនដែរចោលទេម្សៅប្រូតេអ៊ីនបងប្អូនបាទខ្ញុំតែមានវាហ្មងជាពិសេសនៅពេលណាដែលខ្ញុំហាត់ប្រាណហើយព្រោះខ្ញុំដឹងនៅពេលណាដែលខ្ញុំហាត់ប្រាណហើយទោះបីជាការហាត់ប្រាណនឹងស្រាលក្តីខ្លាំងក្តីណាសាច់ដុំខ្ញុំមានការខូចខាតហើយអញ្ចឹងខ្ញុំត្រូវតែទទួលទានប្រូតេអ៊ីនវិញណាដើម្បីទៅជួសជុលសាច់ដុំដែលខូចខាតនឹងឯងបន្ទាប់ពីខ្ញុំហាត់ប្រាណហើយបានកន្លះម៉ោងទៅ1ម៉ោងចឹងបងប្អូនគួរតែទទួលទានវាអត់អីទេបងប្អូនណាហើយបងប្អូនចាំថាបើសិនជាបងប្អូនទទួលទានម្សៅប្រូតេអ៊ីនណាគឺគួរតែទទួលទានម្សៅប្រូតេអ៊ីនណាដែលកុំឲ្យដាក់ស្ករបន្ថែមចឹងណាបើហើយម្សៅប្រូតេអ៊ីនវាមាន2វាធ្វើមកពីសណ្ដែកដែលខ្ញុំនិយាយមិញហ្នឹងសណ្ដែកស្វាយប៊ីនហ្នឹងហើយមួយទៀតធ្វើពីទឹកដោះគោម្សៅប្រូតេអ៊ីន2ហ្នឹងមួយណាក៏បានដែរអ្នកខ្លះដាក់ទឹកដោះគោទៅរៀកបាទពោះវៀនអត់ស្រួលចឹងទៅគាត់ញ៉ាំសណ្ដែកអ្នកខ្លះដាក់សណ្ដែកទៅអាឡែហ្ស៊ីគាត់ញ៉ាំម្សៅទឹកដោះគោម្ដងអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនទទួលទានអត់អីទេជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមលើស្ករលើអីហ្នឹងបាទបងប្អូនអាចទទួលទានហ្នឹងបានព្រោះហ្នឹងវាជួយឲ្យបងប្អូនមានកម្លាំងធ្វើការចឹងខ្ញុំសូមនិយាយម្ដងទៀតណាបាទសួរថាតើរាងកាយយើងត្រូវការទទួលទានប្រូតេអ៊ីនប្រមាណដើម្បីឲ្យគ្រប់គ្រាន់ទី1គឺតាមសមត្ថភាពសុខភាពតម្រង់នោមរបស់យើងបើសិនជាតម្រង់នោមរបស់យើងស្ថិតនៅក្នុងសុខភាពល្អហ្នឹងមកថាវានៅក្នុងដំណាក់កាលទី1ឬក៏ទី2បងប្អូនអាចទទួលទានគេហៅថាប្រូតេអ៊ីនចន្លោះពី 1.2 ក្រាមដល់ 1.6
អូខេបាទក្នុង1គីឡូយើងនឹងអញ្ចឹងបើសិនជាយើង60គីឡូយក60គីឡូគុណនឹង 1.5 ទៅ 1.6 ក៏បានគុណនឹង 1.4 ក៏បានគុណនឹង 1.3 ក៏បានហើយឲ្យទៅចន្លោះ 1.2 ដល់ 1.6 បងប្អូននឹងឃើញចំនួនក្រាមរបស់ប្រូតេអ៊ីនដែលបងប្អូនគួរតែញ៉ាំក្នុងមួយថ្ងៃអញ្ចឹងណាអូខេហើយសាច់មាន់មួយខាំហ្នឹងគឺ100ក្រាមហ្នឹងវាមានប្រូតេអ៊ីនរហូតដល់31ក្រាមសាច់ជ្រូកសាច់សុទ្ធមួយខាំវាមានប្រូតេអ៊ីនរហូតដល់27ក្រាមសាច់គោសាច់សុទ្ធបាទមួយខាំបាទវាមានប្រូតេអ៊ីន26ក្រាមសាច់ត្រីបាទមួយខាំវាមានប្រូតេអ៊ីនចន្លោះពី20ដល់24ក្រាមស៊ុតមានប្រូតេអ៊ីន13ក្រាមសណ្តែកដែលខ្ញុំនិយាយមិញហ្នឹងវាមានប្រូតេអ៊ីនរហូតដល់18ក្រាមក្នុងមួយខាំខ្ញុំសូមបន្ថែមមួយទៀតបើសិនជាបងប្អូនអ្នកហាត់ប្រាណយកសាច់ដុំបាទយកសាច់ដុំធំៗឬទទួលទានគេហៅថាប្រូតេអ៊ីនណាចន្លោះពី2ដល់ 2.2 ក្រាមក្នុង1គីឡូតែបងប្អូនឃើញកីឡាករអាជីពបាទអ្នកកីឡាអាជីពហ្មងណាគឺគេញ៉ាំប្រូតេអ៊ីនច្រើនណាបាទចុងក្រោយគេខ្ញុំសូមបញ្ជាក់បងប្អូនតិចណាបុគ្គលណាខ្លះគួរតែទៅមើលតម្រង់នោមហ្នឹងទាំងអស់គ្នាទៅមើលទាំងអស់គ្នាទៅបងប្អូនណាពីព្រោះជំងឺខូចតម្រង់នោមហ្នឹងគឺមានតាំងពីក្មេងហ៎ប៉ុន្តែអ្នកដែលខ្ញុំណែនាំខ្លាំងជាងគេគឺអ្នកជំងឺទឹកនោមផ្អែមអ្នកជំងឺលើសឈាមបាទអ្នកជំងឺដែលមានតម្រង់នោមហើយស្រាប់ហ្នឹងណាបាទដែលឃើញថាតម្រង់នោមគាត់ខ្សោយហ្នឹងគឺត្រូវទៅមើលជាប្រចាំហ្មងបងប្អូនទាំងឡាយណាដែលមានប្រវត្តិគ្រួសារមានតាមានយាយមានម៉ាក់គាត់ធ្លាប់មានជំងឺតម្រង់នោមរ៉ាំរ៉ៃហ្នឹងហើយបងប្អូនទាំងឡាយណាដែលមានជំងឺសរសៃឈាមបេះដូងពេលទៅមើលហ្នឹងកុំភ្លេចឲ្យគេមើលទាំងអស់ហ្នឹងបងប្អូនណាបាទហើយឧបករណ៍ពីរដែលខ្ញុំណែនាំឲ្យបងប្អូនដាក់ផ្ទះជាប្រចាំគឺម៉ាស៊ីនជួសឈាមជួសចុងដៃហើយនឹងម៉ាស៊ីនវាស់សម្ពាធឈាមបងប្អូនបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់ពីគេហៅថាតម្រង់នោមរបស់យើងជាមួយនឹងប្រូតេអ៊ីនសួរថាតើទទួលទានប្រូតេអ៊ីនច្រើនធ្វើឲ្យខូចតម្រង់នោមមែនឬក៏មិនមែនទេមិនពិតទេបើសិនជាតម្រង់នោមរបស់បងប្អូនល្អបងប្អូនញ៉ាំយ៉ាងម៉េចក៏ដោយក៏វាអត់ខូចដែរតម្រង់នោមហ្នឹងណាក៏ប៉ុន្តែបើសិនជាតម្រង់នោមបងប្អូនខ្សោយហើយបងប្អូនអាចទទួលទានប្រូតេអ៊ីនបានតែក្នុងបរិមាណមួយទាបហ្នឹងគឺ 0.6 ក្នុង1គីឡូរបស់បងប្អូននឹងឯងអរគុណច្រើនបងប្អូនចាំតាមដានវីដេអូបន្ទាប់តាក់ទងជាមួយនឹងអាហារណាខ្លះវាជួយតម្រង់នោមរបស់យើងសូមចាំតាមដានវីដេអូបន្ទាប់បងប្អូនអរគុណច្រើន